សត្វចម្លែកដែលរស់នៅក្រោមបាតសមុទ្រកាលពីសម័យបុរេប្រវត្តិសមុទ្រគឺជាកន្លែងដ៏ធំធេងនិងបង្កប់ដោយអាថ៌កំបាំងជាច្រើនកាលពីសម័យបុរេប្រវត្តិជាសម័យកាលដ៏យូរលង់ណាស់មកហើយផ្ទៃសមុទ្រគឺជាកន្លែងលាក់ខ្លួនរបស់សត្វចម្លែកនិងមានរូបរាងធំជាបន្តទៅនេះសូមអញ្ជើញលោកអ្នកទៅស្គាល់សត្វចម្លែកមួយចំនួនដែលលាក់ខ្លួននៅក្នុងសមុទ្រកាលពីសម័យបុរេប្រវត្តិតោះសូមអញ្ជើញទៅមើលទាំងអស់គ្នាថាតើសត្វទាំងអស់នោះលោកអ្នកធ្លាប់បានឃើញដែរឬទេបូរីមេកុងឡែនមុតផ្ទះស្អាតដាច់គេទី1សត្វ Giant Stingray Giant Stingray គឺជាប្រភេទបបែកយាដែលស្ថិតនៅក្នុងអំបូរសត្វ Dacia Thidea វាត្រូវបានគេរកឃើញនៅក្នុងទន្លេធំនិងនៅតាមមាត់ទន្លេនៅតំបន់ឥណ្ឌូចិននិងតំបន់កោះកាលីម៉ាន់តាន់ប៉ុន្តែវាក៏អាចរស់នៅក្នុងទឹកប្រៃបានដែរ Giant Stingray មួយអាចមានប្រវែងដល់ទៅជាង5ម៉ែត្រនិងមានកន្ទុយពឹសប្រវែង25សង់ទីម៉ែត្រព្រមទាំងមានកម្លាំងខ្លាំងរហូតអាចទាញទូកដែលមានមនុស្សជិះពេញឲ្យក្រឡាប់បានទៀតផង Giant Stingray ក៏កើតក្រោយពីមានការផុតពូជរបស់ពួក Dinosaur និងត្រូវបានគេយល់ថាវាគឺជាពូជដែលបំបែកចេញពីត្រីឆ្លាមផងដែរវាមិនមែនជាសត្វសាហាវអ្វីណាទេប៉ុន្តែកន្ទុយពឹសរបស់វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាជនមិនខានប្រសិនបើគេហ៊ានប្រថុយជីវិតជាមួយវាទី2សត្វ Leviathan Melville Leviathan Melville គឺជាប្រភេទត្រីបាឡែន Physeteroid ដែលបានផុតពូជបាត់ទៅហើយវាមានទំហំប្រហែលជាមួយនឹងត្រីបាឡែន Sperm whale នៅក្នុងពេលបច្ចុប្បន្នវាមានជីវិតរស់នៅក្នុងសម័យកាល Miocene នៅប្រមាណជា12ទៅ13លានឆ្នាំមុន Leviathan Melville គឺជាប្រភេទត្រីបាឡែនដែលស៊ីសាច់ត្រីបាឡែនដទៃជាអាហារវាជាសត្វដែលស៊ីសាច់និងមានធ្មេញធំធ្មេញរបស់វាមានប្រវែងរហូតដល់ទៅ36សង់ទីម៉ែត្រ Leviathan Melville មានប្រវែងខ្លួនពី13ម៉ែត្រកន្លះទៅដល់17ម៉ែត្រកន្លះត្រឹមតែក្បាលរបស់វាមានប្រវែងដល់ទៅជាង3ម៉ែត្របាត់ហើយពួកវាប្រមាញ់ចំណីអាហារនិងរស់នៅក្នុងមហាសមុទ្រតែមួយជាមួយនឹងពពួក Megalodon ដែរហើយនេះហើយពួកវាតែងតែប្រកួតគ្នាខំគ្នាដណ្ដើមចំណីគ្នាជារឿយៗលក្ខណៈពិសេសរបស់ប្រភេទសត្វនេះគឺវាអាចមើលឃើញយ៉ាងច្បាស់នៅក្នុងទឹកល្អក់ទី3ត្រីឆ្លាម Helicoprion Helicoprion គឺជាប្រភេទត្រីឆ្លាមដែលរស់នៅក្នុងសមុទ្រកាលពី290លានឆ្នាំមុននៅដើមសម័យកាលភើមៀនត្រី Helicoprion បានគេចផុតពីគ្រោះមហន្តរាយធ្លាក់អាចផ្កាយភើមៀន Triassic ប៉ុន្តែផុតពូជនៅដើមសម័យកាល Triassic នៅប្រមាណជា250លានឆ្នាំមុនឈ្មោះរបស់ត្រីសមុទ្រនេះមានន័យជាភាសាក្រិកថារណារាងគូតខ្យងដោយសារតែធ្មេញរបស់វាមានរាងដូចជារណានិងអាចរមូរបានដូចជាគូតខ្យងត្រីឆ្លាម Helicoprion នេះអាចមានប្រវែងដល់ទៅ4ម៉ែត្រកន្លះបើតាមការពិនិត្យទៅលើរូបភាពវាមានធ្មេញដ៏សាញ់មុតស្រួចគួរឲ្យខ្លាចមែនទែនទី4សត្វ Kronosaurus Kronosaurus ត្រូវបានគេដាក់ឈ្មោះតាមមេដឹកនាំរបស់ក្រិកដែលមានឈ្មោះថា Kronos វាគឺជាសត្វ Dinosaur ប្រភេទ Plesiosaur ដែលរស់នៅដើមសម័យកាល Cretaceousនៅតំបន់មួយដែលជាប្រទេសអូស្ត្រាលីសព្វថ្ងៃប៉ុន្តែវាបានផុតពូជបាត់ទៅហើយជាក់ស្ដែងវាគឺជាប្រភេទសត្វល្មូនសមុទ្រដូចគ្នាជាមួយនឹង Leiopleurodon ដោយវាមានកខ្លីមានព្រុយចំនួន2គូនិងកន្ទុយខ្លីប៉ុន្តែគ្រាន់តែវាមានមាឌធំជាងតែប៉ុណ្ណោះ Kronosaurus ត្រូវបានគេរកឃើញថាមានប្រវែងពី9ទៅ10ម៉ែត្រកន្លះនិងមានទម្ងន់ប្រហែលជា11តោនឯណោះប្រវែងមាត់របស់វាអាចស៊ីមនុស្សបានម្នាក់ទាំងមូលនិងអាចថែមមនុស្សពាក់កណ្ដាលទៀតដោយគ្មានបញ្ហាដោយសារតែវាមានព្រុយស្រដៀងគ្នាជាមួយនឹងអណ្ដើកសមុទ្រគេបានសន្និដ្ឋានថាវាគឺជាសត្វដែលមានកូនភ្ញាស់ដោយពងទី5សត្វ Dunkleosteus Dunkleosteus គឺជាត្រីមួយប្រភេទដែលបានផុតពូជនៅក្នុងចុងសម័យកាល Devonian នៅប្រមាណជា360ទៅ380លានឆ្នាំមុន
ត្រី Dunkleosteus ធំបំផុតមានប្រវែងដល់ទៅ6ម៉ែត្រនិងមានទម្ងន់ដល់ទៅជាង1តោនឯណោះ Fossil របស់ត្រីសមុទ្រមួយនេះភាគច្រើនត្រូវបានគេរកឃើញនៅក្នុងតំបន់អាមេរិកខាងជើងប្រទេសប៉ូឡូញប្រទេសបាល់ស៊ិកនិងប្រទេសម៉ូរ៉ូកូត្រីនេះគឺជាសត្វសមុទ្រដែលស៊ីសាច់ជាអាហារដ៏សាហាវបើទោះបីជាវាមានទំហំមិនសូវធំក៏ដោយជាពិសេសក្បាលរបស់វាមានឆ្អឹងរឹងដូចជាស្នូករបស់សត្វអណ្ដើកក្រុមអ្នកវិទ្យាសាស្ត្របានគណនាឃើញថាគេបានចាត់ទុកថានេះគឺជាកំពូលសត្វដែលមានកម្លាំងត្របាក់ខ្លាំងជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រស្មើជាមួយនឹងសត្វក្រពើនិងសត្វ Dinosaur T-Rex ទី6 សត្វ Mosasaurus Mosasaurus ត្រូវបានគេយកឈ្មោះតាមព្រះអាទិទេពមួយ ដែលទ្រង់គឺជាអ្នកទាញកោះមួយឲ្យផុសចេញពីបានសមុទ្រដោយប្រើសន្ទូចត្រីសប្តាហ៍ថ្ងៃកោះនោះគឺជាប្រទេសនូវែលសេឡង់ Mosasaurus រស់នៅក្នុងកំឡុងពី80ទៅ69លានឆ្នាំមុននៅលើកោះដែលជាប្រទេសនូវែលសេឡង់សប្តាហ៍ថ្ងៃជាពិសេសវាគឺជាសត្វល្មូនសមុទ្រនិងជាប្រភេទសត្វ Dinosaur Plesiosaur ដែលធំជាងគេបង្អស់ត្រឹមតែករបស់វាមានប្រវែងរហូតដល់ទៅ14ម៉ែត្រឯណោះរីឯប្រវែងសរុបរបស់វាអាចមានរហូតដល់ទៅជាង20ម៉ែត្រសត្វសមុទ្រនេះមានព្រុយសងខាងពីរគូដែលអាចជួយវាឲ្យអាចហែលទឹកបានយ៉ាងលឿននិងអាចជួយវាឲ្យឡើងលើគោកក្នុងរយៈពេលខ្លីផងដែរ Mosasaurus គឺជាប្រភេទសត្វម៉ាំងសាសីដែលមានធ្មេញដ៏សែនមុតស្រួចសម្រាប់ចាប់ត្រីនិងមឹកជាចំណីអាហារទី7សត្វ Cephalopterus renania Cephalopterus renania គឺជាប្រភេទសត្វខ្យាដំរីសមុទ្រដែលបានផុតពូជពីផែនដីទៅហើយសត្វសមុទ្រមួយនេះរស់រានមានជីវិតតាំងពី390លានឆ្នាំមុនមកម្ល៉េះវាបានផុតពូជនៅមុនសត្វ Dinosaur ទៅទៀតខ្យាដំរីសមុទ្រ Cephalopterus ដែលត្រូវបានគេរកឃើញមានទំហំធំជាងគេនោះមានប្រវែងដល់ទៅ2ម៉ែត្រកន្លះឯណោះCephalopterus renanii ត្រូវបានគេបែងចែកចេញជាពីរប្រភេទគឺ J. renanii ដែលត្រូវបានគេរកឃើញផូស៊ីលនៅក្នុងស្រទាប់ដីក្រោមបឹងទឹកសាបនៃតំបន់ Greenland និងមួយទៀត J. howelli ដែលត្រូវបានគេរកឃើញផូស៊ីលនៅក្នុងស្រទាប់ដីត្រង់ព្រំដែននៃទន្លេនិងសមុទ្រក្នុងរដ្ឋ Wyoming គ្មាននរណាអាចបកស្រាយបញ្ជាក់បានទេថាខ្យាដំរីនេះមានពិសឬក៏អត់នោះប៉ុន្តែបើយោងទៅតាមរូបរាងនិងកន្ទុយរបស់វាដែលស្រដៀងគ្នាជាមួយនឹងខ្យាដំរីសប្តាហ៍ថ្ងៃគេគិតថាវាប្រហែលជាមិនអត់ពិសនោះទេទី8សត្វ Basilosaurus បើគ្រាន់តែមើលទៅតាមឈ្មោះនិងរូបរាងរបស់វាអ្នកប្រាជ្ញគិតថាវាគឺជាប្រភេទសត្វល្មូនពីព្រោះថា Basilosaurus មានន័យថាស្ដេចល្មូនឬក៏ស្ដេចចិញ្ចក់ប៉ុន្តែជាស្ដែងវាគឺជាដើមកំណើតរបស់ពូជត្រីបាឡែនដែលមានជីវិតលើផែនដីតាំងពី40ទៅ34លានឆ្នាំមុនមកគឺនៅក្នុងសម័យអេសិនផូស៊ីលដំបូងគេបង្អស់របស់សត្វ Basilosaurus មានឈ្មោះថា B. setoi ត្រូវបានគេរកឃើញនៅក្នុងទឹកដីសហរដ្ឋអាមេរិកនិងត្រូវគេជឿថាជាសត្វល្មូនប៉ុន្តែក្រោយមកទើបគេរកឃើញគ្រោងឆ្អឹងនោះដូចគ្នាទៅនឹងថនិកសត្វសមុទ្រវិញ Basilosaurus គឺជាបុព្វបុរសរបស់ត្រីបាឡែនសប្តាហ៍ថ្ងៃដែលអាចមានប្រវែង15ទៅ18ម៉ែត្រឯណោះប៉ុន្តែវាគ្មានសមត្ថភាពខួរក្បាលនិងអាចមុជទឹកជ្រៅបានដូចជាត្រីបាឡែនសប្តាហ៍ថ្ងៃនេះឡើយទី9សត្វ Leiopleurodon Leiopleurodon គឺជាសត្វល្មូនសមុទ្រម៉ាំងសាសីដ៏ធំដែលបែកខ្លួនចេញពី Plesiosauridae ពពួកបិសាចសមុទ្រនេះមានជីវិតរស់នៅលើផែនដីតាំងពីពាក់កណ្ដាលសម័យ Jurassic Leiopleurodon បានក្លាយជាសត្វបិសាចសមុទ្រដ៏កាចសាហាវនៅចុងសម័យកាល Jurassic ពាសពេញទ្វីបអឺរ៉ុបយោងតាមការសិក្សាថ្មីមួយគេបានរកឃើញថាសត្វ Leiopleurodon ដែលធំបំផុតនោះមានឈ្មោះថា Alphorus ដែលត្រូវបានគេប៉ាន់ស្មានថាមានប្រវែងសរុបចំនួន 6.39 ម៉ែត្រតើអ្នកដឹងទេថាមាត់របស់សត្វនេះដែលមានទំហំតូចក៏អាចលេបមនុស្សបានទាំងមូលផងដែរចុះតម្រាំតែសត្វដែលមានទំហំធំវិញនោះតើអាចលេបមនុស្សបានចំនួនប៉ុន្មានអ្នកទៅអ្នកវិទ្យាសាស្ត្របានរៀបចំការធ្វើតេស្តដែលរៀបចំមនុស្សយន្តឲ្យដូចទៅនឹងសត្វបិសាចសមុទ្រនេះនិងបានដាក់ការពិសោធន៍ឲ្យវាហែលទឹកពួកគេគិតថា Leiopleurodon គឺជាសត្វដែលមិនអាចហែលទឹកបានលឿននោះទេប៉ុន្តែជាស្ដែងវាអាចផ្លាស់ទីបានរហ័សសឹងតែមិនគួរឲ្យជឿជាពិសេសនោះសត្វនេះអាចវាយប្រហារទៅលើសត្រូវរបស់វាត្រឹមតែមួយប្រភេទភ្នែកតែប៉ុណ្ណោះ
ដូចជាសត្វក្រពើអញ្ចឹងដែរ បូរីមេកុងឡែនបានអភិវឌ្ឍគម្រោងធំទី3 Mekong City ដែលមានមុខផ្ទះបែបអឺរ៉ុបចំនួន5ប្រភេទផ្ទះគឺ Villa King Villa Queen Villa Plus Villa កូនកាត់និងផ្ទះអាជីវកម្មបង់ត្រឹម$400ក្នុងមួយខែបញ្ចុះតម្លៃរហូតដល់ 12% បង់រំលោះឥតគិតការប្រាក់រហូតដល់24ខែសូមតាក់ទងមកកាន់លេខ061 955 999ដើម្បីសាកសួរព័ត៌មានលម្អិត បូរីមេកុងឡែនផ្ដើមជីវិតរីករាយនិងជោគជ័យនៅទីនេះ